សម្រាប់ភូមិបានមកសុំអ្នកជួយជីកអណ្ដូងទឹកអ្នកបានទេទ្រូងរបស់អ្នកហើយធានាថានឹងបញ្ចប់ភារកិច្ចប៉ុន្តែអ្នកអានប្លង់មេថយក្រោយដោយមិនចេះខ្វល់ខ្វាយហើយសាងសង់អណ្ដូងនោះចូលទៅក្នុងកំពង់សែងអ្នកត្រូវបដូរទៅកន្លែងថ្មីហើយចាប់ដើមឡើងវិញដោយសារតែដីក្នុងតំបន់រលំអ្នកជីកកាន់តែជ្រៅជញ្ជាំងអណ្ដូងទំនងជានឹងដួលរលំដើម្បីដោះស្រាយបញ្ហានេះអ្នកអាចពង្រីកមាត់អណ្ដូងដើម្បីធ្វើជំរាបកាន់តែទន់ភ្លន់ប៉ុន្តែបើអ្នកជីកកាន់តែជ្រៅមាត់ក៏កាន់តែធំដែលបង្កើនបន្ទុកការងារយ៉ាងខ្លាំងនៅពេលនោះអ្នកបានកត់សម្គាល់ឃើញយោជនាសម្ព័ន្ធបំពង់ផ្សែងដែលអ្នកបានសាងសង់រួចហើយស្រាប់តែមានគំនិតដ៏អស្ចារ្យមួយអ្នកចាប់ផ្ដើមជីកពីខាងក្នុងបំពង់ផ្សែងជីកអណ្ដូងតូចជាងបន្តិចអង្គចិត្តនៃបំពង់ផ្សែងដោយសារដីនៅខាងក្នុងត្រូវបានដកចេញជាបន្តបន្ទាប់បំពង់ផ្សែងលិចបន្តិចម្ដងនៅក្រោមរបស់វាទម្ងន់តាមបណ្ដោយនៅពេលដែលបំពង់ផ្សែងបានលិចចូលទៅក្នុងអណ្ដូងទាំងស្រុងអ្នកឈប់ជីកត្រឡប់ទៅផ្ទៃវិញដើម្បីសាងសង់បំពង់ផ្សែងបន្ទាប់មកធ្វើម្ដងទៀតនៅដំណើរការនៃការជីកនឹងលិចរហូតដល់ការចង់បានចំណុចទៅបានជាដកវិធីសាស្ត្រនេះមិនត្រឹមតែមានសុវត្ថិភាពជាងការជីកដោយផ្ទាល់ប៉ុណ្ណោះទេប៉ុន្តែក៏មានប្រសិទ្ធភាពផងដែរអបអសាទរអ្នកបានបង្កើតករណីនេះយ៉ាងល្អវិធីសាស្ត្រជីក